ជ្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីវិធីធ្វើឆាខ្ញីសាច់គោងាយហើយខ្ញីអត់ក្រៀមពេកហើយក៏មិនស្រស់ពេកណាបងប្អូនអញ្ចឹងជាដំបូងគឺយើងមានគ្រឿងផ្សំហ្នឹងក៏មានដូចជាខ្ទឹមសចិញ្ច្រាំសាច់គោហាន់ជាបន្ទះស្ដើងមកហើយនឹងខ្ញីហាន់ជាច្រវាមូលអញ្ចឹងណាដូចរូបភាពហ្នឹងណាបងប្អូនចាហើយខ្ញីអ្នកផ្ទះខ្ញុំគឺចូលចិត្តខ្ញីណាហើយខ្ញីថ្ងៃនេះគឺទិញបានខ្ញីខ្ចីល្អទៀតអញ្ចឹងខ្ញីខ្ចីពេលយើងឆាទៅវាអត់សូវហឹរទេហើយស្រួយស្រាប់តែម្ដងចាអញ្ចឹងវិធីធ្វើហ្នឹងគឺយើងយកខ្ទះមកដាក់នៅលើភ្លើងឲ្យក្តៅបន្ទាប់មកចាក់ប្រេងឆាចូលទើបយើងបង់ខ្ញីចូលហើយបង់ខ្ញីហ្នឹងគឺយើងត្រូវលីងខ្ញីទៅតាមចំណង់ចំណូលចិត្តដែលយើងចង់បានតែដូចនាងខ្ញុំប្រាប់បងប្អូនពីដំបូងអញ្ចឹងគឺនាងខ្ញុំឆាខ្ញីគឺអត់ចង់ឲ្យខ្ញីក្រៀមពេកហើយឬក៏ស្រស់ពេកដែរអញ្ចឹងយើងឆាទៅឆាចុះឆាឡើងហើយបងប្អូនមើលទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនចង់បានហើយយើងស្រង់ខ្ញីចេញមកចាដួសដាក់ចានទុកមួយឡែកសិនជាបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ប្រេងឆាបន្តិចចូលហើយដាក់ខ្ទឹមសបំពងឲ្យឡើងក្លិនឈ្ងុយល្អហើយសិមយើងចាក់ទឹកត្រីនិងទឹកស៊ីអ៊ីវចូលបន្ទាប់មកចាប់ផ្ដើមចាក់សាច់គោចូលមកបងប្អូនចាហើយនាងខ្ញុំអត់ចូលចិត្តឆាសាច់គោតើតែក្រៀមទេណាបងប្អូនព្រោះសាច់គោតែកាលណាវាក្រៀមវាធ្វើឲ្យខ្សោះហើយសាច់គោនេះគឺផុយល្អណាស់អញ្ចឹងចាក់សាច់គោហើយចាក់ខ្ញីដែលយើងបានរំលីងមុនហ្នឹងចូលមកបងប្អូនចាក់ចូលមកឆាត្រឡប់ចុះត្រឡប់ឡើងមកភ្លេតទៅហើយយើងដាក់រសជាតិចូលរសជាតិហ្នឹងគឺមានម្សៅស៊ុបមាន់ប្រេងក្រុំហើយនឹងស្ករសបន្តិចពួយបន្តិចទេណាបងប្អូនចាហើយយើងឆាចុះឆាឡើងមកបងប្អូនឆាចុះឆាឡើងរហូតដល់យើងមើលឃើញថាសាច់គោហ្នឹងឆ្អិនទៅតាមចំណង់ចំណូលចិត្តយើងចង់បានហើយអូខេបងប្អូនរួចរាល់ហើយឆាសាច់គោខ្ញីហ្នឹងឈ្ងុយមែនទែនហើយបងប្អូនមានលឹកខ្ទឹមហាន់លឹកខ្ទឹមដាក់ជាកង់ប្រវែងមួយថ្នាំដៃមកគឺថាឆ្ងាញ់ជាប់ចិត្តតែម្ដងចាហើយម្ហូបហ្នឹងគឺលឿនណាបងប្អូនឆាតែមួយភ្លែតទេឆ្អិនហើយបន្ទាប់ពីឆាឆ្អិនរួចរាល់យើងត្រៀមចានមួយមករៀបសាឡាត់សម្រាប់លម្អបងប្អូនចាហើយដួសឆាខ្ញីសាច់គោហ្នឹងដាក់ពីលើមកហើយក្លិនឈ្ងុយណាហើយតែថ្ងៃនេះនាងខ្ញុំអត់មានស្លឹកខ្ទឹមហើយបងប្អូនដូចខ្ញុំជម្រាបប្រាប់បងប្អូនអញ្ចឹងមានលឹកខ្ទឹមដាក់លឹកខ្ទឹមមកកាន់តែពិសេសតែម្ដងហើយសាឡាត់ដែលដាក់លម្អហ្នឹងចុងក្រោយមិនមែនគ្រាន់តែដាក់លម្អទេគឺថាញ៉ាំអស់ពីចានទៀតតែម្ដងចានេះខ្ញុំអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ like subscribe channel YouTube ឲ្យនាងខ្ញុំផងជួបគ្នាវីដេអូក្រោយទៀតអរគុណជម្រាបលា